ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទស្វាគមន៍មកកាន់វីដេអូខ្ញុំផងដែរបាទហើយថ្ងៃនេះដែរគឺខ្ញុំមកបើកប្រអប់ក៏ដូចជា unbox ជាមួយនឹង Samsung Galaxy S25 Ultra បាទដែលយើងទើបតែកំងទិញបាទឥឡូវនេះយើងកំពុងតែធ្វើការបកបាទរកកន្លែងបើកប្រអប់វាបាទគឺម្ចាស់ហាងគឺគាត់រំលងចិត្តបាទគឺសរសើរគាត់មែនតើហើយឥឡូវនេះយើងកំពុងតែធ្វើការយកមកចូលចាក់ស៊ីមបើកដោយសារគឺអត់មានកបាត់នៅកាត់ហ្នឹងទេបាទយើងកំពុងបើកហើយគឺវាស្វិតមែនតើអូយបាទគឺឥឡូវយើងបើកហើយវាផុយស្រួលមែនតើដោយសារតែខ្ញុំបានបើកហើយអូខេយើងអានេះគឺជាគេអរគុណពីម្ចាស់ពីហាងឥឡូវយើងកំពុងតែធ្វើការបើកវាបាទគឺគេរុំដើម្បីការពារកុំឲ្យប៉ះអង្គិចបាទវត្ថុរឹងអីចឹងណានេះហើយបាទគឺជាទូរស័ព្ទរបស់យើងបាទប្រអប់វាគឺស្ដើងមែនទែនស្ដើងស្អាតបាទអូយខ្ញុំកាន់ឡើងញ័រដៃហ្មងអូយបាទគឺនេះជា Samsung Galaxy S25 Ultra បាទអូយអែមែនតើអែមបាទឥឡូវនេះយើងកំពុងតែធ្វើការហែកហើយសៀរបស់វាបាទនេះហើយវាផុយស្រួយល្អអាពេលមុនដំបូងដែលយើងទាញវារៀងដល់ពេលដែលវាមានធ្នេវាគឺទៅល្អមែនតើអូបាទពីនេះហើយគឺជាពណ៌ Titanium Silver Blue បាទតែមើលទៅគឺមើលក្នុងទូរស័ព្ទនេះទៅគឺដូចជាពណ៌ប្រាក់បាទពណ៌ប្រាក់ដូចមែនតើអូបាទនេះហើយគឺជា Galaxy រូបរាង Galaxy S25 Ultra បាទអូយអែមស្អាតមែនតើអ្នកនេះយើងធ្វើការបកមកអូយបាទហើយនេះគឺជាទូរស័ព្ទដែលជាលើកដំបូងរបស់ខ្ញុំផងដែរបាទដែលខ្ញុំជះលុយទិញបាទគឺរហូតដល់គឺទូរស័ព្ទហ្នឹងគឺតម្លៃ$1000ប៉ុន្តែខ្ញុំទិញពេលដែលគេបញ្ចុះតម្លៃអញ្ចឹងវាអាចនឹងពីជិត$1000ដែរទេគេបញ្ចុះតម្លៃគឺតិចតួចដែរទេបាទអូយើងកំពុងតែ set up កម្មវិធីបាទកាមេរ៉ាគឺវាញាក់សាច់តែមក200 megapixel កាមេរ៉ាថតស្អាតរូបរាងវាក៏ស្អាតបាទហើយយើងទិញជាមួយនឹង screen ហើយនឹងស្រោមរបស់វាបាទឥឡូវនេះគឺយើងមកមើលរូបរាងដ៏ស្អាតរបស់ Samsung Galaxy S25 Ultra ទាំងអស់គ្នាបាទហើយខ្ញុំថតនេះគឺថតនៅលើ S23 Plus បាទទូរស័ព្ទ S23 Plus នេះគឺនៅល្អទេបងប្អូនអរគ្នាបើសិនជាបងប្អូនណាបាទចង់បានទូរស័ព្ទល្មមហើយនឹងវាអាចលេងបានគឺអានេះជាជម្រើសល្អបំផុតហើយគឺ S23 ចាប់ពី S23 ឡើងគឺល្អបងប្អូនអរគ្នាសម្រាប់ការ design S25 Ultra គឺជារូបរាងជ្រុងថ្មីបាទហើយសម្រាប់ស៊ុំកាមេរ៉ាគឺដូចទៅនឹង S22 23 24ដែរទេសម្រាប់ lens កាមេរ៉ារបស់វាគឺវាធ្វើកងសម្រាប់ខ្ញុំគឺមើលទៅដំបូងគឺអត់ស្អាតទេអ្នកនេះបាទគឺចាញ់ M24 ទេខ្ញុំមើលទៅបាទហើយសម្រាប់អេក្រង់ spec របស់វាគឺអេក្រង់ធំជាងមុន 6.9 ទៅដូចទៅនឹង S20 Ultra ដែរបាទដែលចេញក្នុងឆ្នាំ2020ហើយ Samsung ក៏នៅតែរក្សាថាមពលថ្ម 5000 mAh ដែរសម្រាប់ខ្ញុំគិតថាវាស្ទើរមែនតើពេលដែលខ្ញុំប្រើទៅវាស្ទើរដែរបាទសង្ឃឹមថាឆ្នាំក្រោយគឺនឹងអាចដាក់ថ្មធំជាងមុនហើយសម្រាប់ប៊ិចវាគឺឥឡូវហ្នឹងគឺវាអត់មាន Bluetooth ទេបាទហើយសម្រាប់ឆ្នាំក្រោយខ្ញុំសង្ឃឹមថា 100% វានឹងដកប៊ិចចេញហើយបាទអូខេព្រោះទុកប៊ិចនៅតែទៀតព្រោះវាអត់មាន Bluetooth ឥឡូវហ្នឹងវាគ្រាន់តែចុចគូសហ្នឹងព្រោះវាអត់មានបញ្ជាទៅលើមុខងារកាមេរ៉ាប៉ុណ្ណឹងឥឡូវនេះយើងនិយាយតិចទៀតបាទហើយសម្រាប់ទូរស័ព្ទនេះដែរគឺខ្ញុំនិយាយម្ដងទៀតគឺជាទូរស័ព្ទលើកដំបូងដែលខ្ញុំចំណាយលុយបាទគឺជះលុយជិត$1000ទៅទិញវាគឺខ្វះតិចតួចទេ
ហើយជាលើកដំបូងក្នុងឆាកជីវិតផងដែរដែលហ៊ានទិញទូរស័ព្ទ$1000បែបនេះតែសម្រាប់ Samsung ខ្ញុំគិតថាมันធ្វើខ្ញុំខកចិត្តទេបាទគឺខ្ញុំរំពឹងខ្ពស់ទៅលើវាបាទហើយកាលពី10ឆ្នាំមុនខ្ញុំគឺជាក្មេងម្នាក់ដែលចង់បានទូរស័ព្ទខ្លាំងមែនទែនបាទកាលពីឆ្នាំ2015អូយគេចូលមែនទែនរយៈពេល10ឆ្នាំនេះខ្ញុំធ្វើសម្រេចក្តីសម័យហើយទូរស័ព្ទនេះគឺខ្ញុំទិញប្រើរយៈពេលត្រឹមតែ6ថ្ងៃទេអ្នកនាងបាទហើយទូរស័ព្ទនេះគឺចេញតាំងពីខែ1បាទឆ្នាំ2025គឺថ្ងៃទី22បាទពេលយប់គឺ Samsung ធ្វើព្រឹត្តិការណ៍ unpack សម្រាប់ខ្ញុំចង់ថតវីដេអូធ្វើវីដេអូ unbox ហើយគឺខ្ញុំផុសតែម្ដងបាទដោយសារតែគឺរវល់បាទគឺរវល់ពេកបាទឥឡូវយើងមានពេលធ្វើសម្រាប់ពុកម៉ែបងប្អូនបាទដែលចង់បានទូរស័ព្ទ S25 Ultra នេះបាទគឺនៅខ្មែរគឺហាង Hungry Black Store គាត់មានមួយទឹកបាទហើយមាននឹងថ្មីបាទគឺមួយទឹកគឺ Global គឺ900ជាងបាទ900ជាងសម្រាប់ថ្មីគឺ1000ជាងដែរបាទសូមបន្ថែមទៀតបាទគឺខ្ញុំមើលនៅលើ TikTok គឺឃើញគេល្បីណាគឺ Vivo X200 Ultra គឺល្បីណាតែខ្ញុំមើលទៅគឺកាមេរ៉ាគ្រាន់បើមើលទៅស៊ីដាច់Xiaomi 15 Ultra ទៀតអញ្ចឹងគឺវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបាទខុសឆ្គងអីមេត្តាខន្តីអភ័យទោសផងបាទដោយសារតែគឺហ៊ាននិយាយដែរទេគឺនិយាយឆ្គងតិចបាទសូមអធិស្ឋាន